បងប្អូនខ្មែរជាទីស្រឡាញ់អញ្ចឹងបានថាគេម្ចាស់គេមិនបាច់ចាំទៅអួតអាងអីច្រើនទេគឺបង្ហាញយកតែម្ដងខ្ញុំពិតជាមានមោទនភាពខ្លាំងមែនទែននៅពេលដែលឃើញព្រឹត្តិការណ៍នគរសង្ក្រាន្តគឺបានរៀបចំឲ្យមានការបង្ហាញនៅឈុតសម្លៀកបំពាក់បុរាណខ្មែរជាពិសេសគឺសម្លៀកបំពាក់ដែលប្រើស្បៃនេះតែម្ដងពីព្រោះអីដោយសារតែយើងទាំងអស់គ្នាសុទ្ធតែដឹងហើយថាសម្លៀកបំពាក់ស្បៃខ្មែរបុរាណយើងនេះគឺជាចំណុចក្តៅដែលមានការគេហៅថាក្លែមឬក៏ចង់បានពីក្រុមឆ្លើងសៀមដូច្នេះហើយខ្មែរយើងគឺតាំងពីដើមមកខ្ញុំអត់ឃើញថាយើងទៅឆ្លោះប្រកែកទាស់តែងអីជាមួយក្រុមឆ្លើងទេចាឆ្លើងជក់ឈាមនោះទេប៉ុន្តែនៅពេលដែលយើងមានព្រឹត្តិការណ៍នគរសង្ក្រាន្តរបស់យើងគឺយើងជាម្ចាស់ទៅហើយចាំបាច់ទៅឆ្លោះទាស់តែងប្រកែកប៉ុណ្ណឹងធ្វើអីយើងជាម្ចាស់អញ្ចឹងយើងគ្រាន់តែបង្ហាញអ្វីដែលជារបស់យើងគឺវារួចរាល់ទៅហើយ